Đây mẹ ta cả naរបស់ព្រះជាម្ចាស់ការសង្គ្រោះរបស់ព្រះអង្គដែលអាចជួយមនុស្សយើងបន្សុទ្ធបាបរបស់យើងតាមរបៀបណាដែលយើងអាចចាត់ទុកថាមនុស្សយើងនៅតែមានអំពើបាបមិនថាជាមនុស្សទូតមនុស្សឋានៈធំជាលោកបូជាចារឬក៏ជាគ្រិស្តបរិស័ទឬក៏មនុស្សសាមញ្ញធម្មតាអ្វីដែលជាប់ខ្លួនយើងរហូតគឺបាបដូច្នេះបើមនុស្សយើងមិនថាជាមនុស្សឋានៈឬក៏មានលក្ខណៈជាមនុស្សកាន់ធម៌ឬអីក៏ដោយបាបនៅតែមានសំណួរគឺថែមទៀតថាបាបនឹងអាចនៅជាប់រហូតឬក៏អាចបន្ថយឬក៏អាចនៅតែរហូតឬក៏យ៉ាងម៉េចបាទព្រះជាម្ចាស់តាមធម្មតាព្រះអង្គកើតជាមនុស្សជាពិសេសព្រះយេស៊ូវគ្រីស្ទព្រះអង្គមកក្នុងលោកនេះគឺដើម្បីជួយលុបលាងបាបរបស់យើងហើយប្រើរបៀបផ្សេងៗដើម្បីជួយឲ្យយើងផុតពីបាបដូចជាព្រះអង្គធ្វើការអស្ចារ្យព្រះអង្គបានជួយមនុស្សក្នុងចំនួននឹងឲ្យឃើញធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ដូច្នេះពេលព្រះយេស៊ូវទៅវិញហើយយើងអាចឃើញថាការជំរាកបាបឬការបន្សុទ្ធបាបរបស់យើងនៅតែបន្តយ៉ាងណាទី1សូមបងប្អូនលិខិតអំពីបេសកកម្មរបស់ព្រះជាម្ចាស់ដែលនៅក្នុងលោកនេះតាមរយៈព្រះសហគមន៍ជាកន្លែងមួយដែលយើងអាចនិយាយបានថាព្រះជាម្ចាស់បន្តនៃការសង្គ្រោះរបស់ព្រះអង្គហើយជាពិសេសព្រះអង្គបានបន្តនៃការលុបលាងបាបមនុស្សលុបលាងបាបយ៉ាងណាព្រះសហគមន៍ធ្វើតាមព្រះបញ្ជារបស់ព្រះអង្គឲ្យមនុស្សយើងដែលបន្តស្គាល់ព្រះជាម្ចាស់អាចផុតពីបាបទាំងអស់នៃគាត់ធ្លាប់ធ្វើបានដោយទទួលអកិសញ្ញាចរមទឹកបងប្អូនដឹងហើយថាតាមគ្រិស្តសាសនាអ្នកណាជនសាសនាឬក៏ជនជឿលើព្រះជាម្ចាស់ត្រូវមានអកិសញ្ញាចរមទឹកបញ្ជាក់ហើយការចរមទឹកមិនគ្រាន់តែជាការស្រោចទឹកដើម្បីឲ្យដឹងថាយើងចូលសាសនាតែប៉ុណ្ណោះទេតែតាមពិតការចរមទឹកគឺការជម្រះណាបាបទាំងអស់ដែលយើងអាចបានថាគាត់ជាមនុស្សថ្មីលពុកលើកឧទាហរណ៍មួយគូស្រករមួយដែលមកខាងមិនមែនជាកាតូលិកណាគាត់អាចមានបាបមានលៀបការមុនមានចំណងមុនដូច្នេះនេះជាឧបសគ្គមួយដែលមិនអាចលៀបការជាមួយកាតូលិកបានទេប៉ុន្តែកាលណាគាត់សុខចិត្តជ្រើសរើសព្រះជាម្ចាស់ដើរតាមព្រះអង្គជឿលើព្រះអង្គហើយរហូតដល់បានទទួលកិច្ចសញ្ញាជរមទឹកបាបរបស់គាត់បានលុបលាងទាំងអស់ហើយគាត់ក្លាយជាមនុស្សថ្មីគាត់ជាមនុស្សបរិសុទ្ធដូច្នេះនេះជារបៀបដែលយើងអាចឃើញថានៅក្នុងព្រះសហគមន៍យើងមានអកិសញ្ញាការចរមទឹកនឹងគឺឬហៅមួយទៀតថាអកិសញ្ញាលាងបាបដោយពាក្យបុរាណដែលយើងប្រើហ្នឹងក៏បានដែរគឺមានថាបាបតាំងពីអើយមករបស់គាត់លុបចោលទៅគាត់កលายទៅជាមនុស្សថ្មីនេះជាការបន្សុទ្ធបាបដែលយើងអាចឃើញនៅក្នុងសពថ្ងៃនេះ